ប្រហែសបាត់ប្រយ័ត្នគង់ទោះជាអ្នកជឿឬមិនជឿក៏ដោយនៅពេលចេញដំណើរទៅខាងក្រៅឬធ្វើដំណើរកម្សាន្តចោលផ្ទះសូមចងចាំក្បួនច្បាប់ការពារជីវិតទាំង88នេះ 1. ពេលជួបមនុស្សមិនសូវស្គាល់កុំផឹកភេសជ្ជៈដែលគេបានកំងរួចហើយនៅលើតុគួរកំងភេសជ្ជៈថ្មីដល់ខ្លួនឯង 2. នៅសន្តាគារឬផ្ទះសំណាក់ពេលចូលគេងយប់ត្រូវចាក់សោទ្វារតែកុំបិទភ្លើងបន្ទប់ទឹក 3. ពេលជួបមនុស្សមិនសូវស្គាល់ហើយអ្នកទៅបន្ទប់ទឹកពាក់កណ្ដាលកម្មវិធីពេលត្រឡប់មកវិញកុំផឹកភេសជ្ជៈនៅលើតុទៀត 4. ពេលធ្វើដំណើរឆ្ងាយត្រូវមានសាច់ប្រាក់ខ្លះក្នុងខ្លួនកុំពឹងតែលើការទូទាត់តាមទូរស័ព្ទ 5. ពេលទៅកន្លែងមិនសូវមានសុវត្ថិភាពគួររក្សាទំនាក់ទំនងជាមួយសាច់ញាតិចែករំលែកទីតាំងដែលខ្លួនស្ថិតនៅប្រសិនបើអាចថតរូបបានគួរថតរូបទុកនិងផ្ញើឲ្យសាច់ញាតិ 6. កុំឲ្យអ្នកដទៃជួយបញ្ជូនសារឲ្យអ្នកប្រសិនបើមានអ្វីត្រូវនិយាយដោយផ្ទាល់ជាមួយមនុស្សនោះការផ្ញើសារតាមរយៈអ្នកដទៃអាចខុសនៃដើម